នៅក្នុងវីដេអូបន្តជាវីដេអូទី4ដែលសម្ដែងអំពីសមាមៈឬក៏អត្ថង្គិកមៈទាំង8គឺផ្លូវដែលប្រកបដោយអង្គ8នៅក្នុងអង្គទី4មានឈ្មោះថាសម្មាកម្មន្តាសម្មាកម្មន្តាបានសេចក្តីថាមានន័យថាយ៉ាងណាសម្មាកម្មន្តាមានន័យថាការងារត្រូវឬក៏អំពើត្រូវធម៌នេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងប្ររពចំពោះពួកបញ្ចវគិ្គយភិក្ខុក្រោយពីព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងថ្មីសម្មាកម្មន្តាប្រកបដោយអង្គ3បានន័យថាការងារត្រូវឬក៏អំពើត្រូវការមិនសម្លាប់សត្វមិនមានគំនិតមិនមានចេតនាដើម្បីនឹងប្រទុះសារាយសត្វដែលមានជីវិតឲ្យស្លាប់ទៅព្រោះអំពើរបស់យើងអង្គទី2គឺការវាចាកមិនលួចទ្រព្យអ្នកដទៃបានន័យថាកុំមានគំនិតឬក៏កុំមានឡើយនៅចេតនាដែលយកទ្រព្យអ្នកដទៃដែលគេមិនបានអោយដែលគេមិនបានហែកអោយដោយកាយដែលគេមិនអនុញ្ញាតអោយដោយវាចាការងារត្រូវទី3នៅក្នុងអង្គទី4សម្មាកម្មន្តាមានន័យថាគឺវាចាកអំពើទុច្ចរិតមានន័យថាវាចាកនៅអំពើចង់បានរំពឹងរំបីគំនិតខើខូចចង់បានប្រពន្ធកូនស្វាមីអ្នកដទៃមានន័យថាស្វាមីប្រពន្ធកូនរបស់អ្នកដទៃដែលគេកំពុងហួងហែងថែរក្សាជាកម្មសិទ្ធិរបស់អ្នកដទៃនឹងគឺជាអង្គទី3នៃសម្មាកម្មន្តាស្របមកការវាចាកនៅអំពើមិនសម្លាប់សត្វដោយការមេត្តាគឺយកមេត្តាមកសង្គ្រោះនៅក្នុងអង្គទី1នៃសម្មាកម្មន្តាគឺការស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយអង្គទី2និងអង្គទី3គឺយកសច្ចៈឬក៏ភាពស្មោះត្រង់មកបដិបត្តិនៅក្នុងអង្គទី2និងទី3បានន័យថាការមិនលួចទ្រព្យរបស់អ្នកដទៃតើតែយើងមានសេចក្តីស្មោះត្រង់សច្ចៈការមិនលួចប្រពន្ធឬក៏មិនប្រព្រឹត្តខុសនៅក្នុងកាមទាំងឡាយបានន័យថាយើងមិនមានគំនិតខើខូចតើតែយើងមានភាពសច្ចៈជាមួយនឹងខ្លួនយើងមានភាពស្មោះត្រង់ជាមួយនឹងប្រពន្ធជាកម្មសិទ្ធិរបស់យើងមានស្មោះត្រង់ជាមួយដៃគូរបស់យើងពេលដែលយើងមានភាពស្មោះត្រង់ជាមួយនឹងដៃគូឬក៏ប្រពន្ធឬក៏ភរិយាឬក៏ស្វាមីរបស់យើងពេលនេះឯងគឺយើងអត់មានគំនិតខើខូចឬក៏អត់មានចេតនាដើម្បីនឹងចង់បានរំពឹងរំបីប្រពន្ធឬក៏ស្វាមីកូនអ្នកដទៃនៅឡើយអញ្ចឹងហើយសរុបមកគឺការងារត្រូវឬក៏អំពើត្រូវបានន័យថាការមិនមានគំនិតខើខូចចេតនាសម្រាប់សត្វដែលមានជីវិតឬក៏បៀតបៀនសត្វដែលមានជីវិតទី2គឺមិនមានចេតនាឬក៏គំនិតខើខូចយកនៅទ្រព្យអ្នកដទៃដែលគេមិនបានអោយដោយកាយឬដោយវាចាទី3គឺមិនមានចេតនាដើម្បីនឹងប្រព្រឹត្តខុសនៅក្នុងកាមបានដល់ការរំពឹងរំបីឬក៏ចង់បាននៅប្រពន្ធឬក៏ស្វាមីកូនអ្នកដទៃដែលគេកំពុងហួងហែងថែរក្សាឬក៏ជាកម្មសិទ្ធិរបស់គេអញ្ចឹងពេលដែលយើងបដិបត្តិធម៌ទាំង3នៅក្នុងសម្មាកម្មន្តាអំពើត្រូវឬក៏ការងារត្រូវជីវិតរបស់យើងមានសេចក្តីសុខជីវិតរបស់យើងមានសុវត្ថិភាពជីវិតរបស់យើងតែបាននៅធម្មៈឬក៏សន្តិកធម៌សូមអនុមោទនា